ការកោះប្រជុំជាបន្ទាន់របស់មេបញ្ជាការកងទ័ពតំបន់ទី1លោកឧត្តមសេនីយ៍ឯកសារវុធឆាយាស៊ីតដែលគ្របដណ្ដប់លើខេត្តចំនួន26រួមទាំងបាងកកនិងខេត្តជាប់ព្រំដែនកម្ពុជាគឺជាសញ្ញាណដ៏គួរឲ្យកត់សម្គាល់បំផុតវាមិនមែនគ្រាន់តែជាកិច្ចប្រជុំយោធាធម្មតាទេប៉ុន្តែវាគឺជាការរៀបចំរចនាសម្ព័ន្ធ IAOC បញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងដើម្បីត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូសង្គ្រាមពេញលេញផ្អែកលើព័ត៌មានដែលលោកបានតល់ឲ្យខ្ញុំសូមធ្វើការវិភាគលើចំណុចយុទ្ធសាស្ត្រដែលថៃកំពុងរៀបចំ1ការត្រៀមលក្ខណៈការពារតំបន់ខាងក្រោយ DRE Protection ចំណុចនេះមានអត្ថន័យជ្រាលជ្រៅក្នុងយុទ្ធសាស្ត្រយោធាការរំពឹងទុកពីការឆ្លើយតបរបស់កម្ពុជានៅពេលថៃនិយាយពីការការពារតំបន់ខាងក្រោយ DRE មានន័យថាពួកគេកំពុងបារម្ភពីការវាយបករបស់កម្ពុជាចូលជ្រៅទៅក្នុងទឹកដីថៃឬការប្រើប្រាស់កម្លាំងទ័ពពិសេសកំភ្លើងធំរយៈចម្ងាយឆ្ងាយការការពារហេដ្ឋារចនាសម្ព័ន្ធការចូលរួមពីភ្នាក់ងារស៊ីវិលគយធនធានទឹកបង្ការគ្រោះមហន្តរាយបង្ហាញថាថៃកំពុងត្រៀមទប់ទល់នឹងផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងការរស់នៅរបស់ប្រជាជនខ្លួនប្រសិនបើសង្គ្រាមរីករាលដាល 2. ការប្រើប្រាស់ IAOC ជាឧបករណ៍គ្រប់គ្រងសង្គម IAOC គឺជាអង្គភាពដែលមានឥទ្ធិពលបំផុតក្នុងប្រទេសថៃដែលរួមបញ្ចូលទាំងយោធាប៉ូលីសនិងស៊ីវិលការកសាងទំនុកចិត្តសាធារណការដែលលោកសារវុធសង្កត់ធ្ងន់លើការកសាងទំនុកចិត្តបង្ហាញថារដ្ឋាភិបាលលោកអនុទិនកំពុងបារម្ភពីការងើបបះបោរឬការមិនពេញចិត្តពីសាធារណជនថៃចំពោះសង្គ្រាមនេះពួកគេត្រូវការប្រើ IAOC ដើម្បីគ្រប់គ្រងនីតិកថា Control the Narrative និងផ្សព្វផ្សាយថាកម្ពុជាគឺជាការគំរាមកំហែងការផ្សព្វផ្សាយសហគមន៍នេះគឺជាយុទ្ធសាស្ត្រពង្រឹងស្មារតីជាតិនិយមនៅតាមមូលដ្ឋានដើម្បីឲ្យប្រជាជនថៃត្រៀមខ្លួនគ្រប់គ្រងសកម្មភាពយោធារបស់លោកអនុទិន 3. ពេលវេលានៃកិច្ចប្រជុំថ្ងៃទី26ធ្នូកិច្ចប្រជុំនេះកើតឡើងចំពេលដែលកិច្ចប្រជុំ GBC កំពុងប្រព្រឹត្តទៅដែលលេខាធិការដ្ឋាន GBC កំពុងចរចាប៉ុន្តែកងទ័ពតំបន់ទី1ដែលស្តាប់ច្រកចេញចូលព្រំដែនកម្ពុជាសំខាន់បែរជារៀបចំផែនការការពារតំបន់ខាងក្រោយនិងសន្តិសុខផ្ទៃក្នុងនេះអាចជាសញ្ញាថាថៃមិនទាន់មានទំនុកចិត្តលើបទឈប់បាញ់ឬពួកគេកំពុងត្រៀមលេដើម្បីវាយលុកបន្តផែនការឆ្នាំ2026ការយកផែនការឆ្នាំ2026មកនិយាយក្នុងពេលមានចំនួនបង្ហាញថាថៃអាចនឹងមានបំណងរក្សាស្ថានភាពតានតឹងនេះឲ្យនៅអូសបន្លាយយូរអង្វែង 4. សមាជិកភាព26ខេត្តនិងក្រសួងចំនួន8ការគៀមក៏អភិបាលខេត្តនិងក្រសួងស្ទើរប៉ះកណ្ដាលប្រទេសបង្ហាញថាថៃកំពុងដាក់ប្រទេសក្នុងស្ថានភាពសង្គ្រាមប៉ះកណ្ដាលផ្លូវការចូលរួមពីទីភ្នាក់ងារស៊ើបការសម្ងាត់ជាតិនេះបង្ហាញថាពួកគេកំពុងតាមដានយ៉ាងដិតដល់នៅរាល់ចលនារបស់កម្ពុជាទាំងយោធានិងការទូតការសង្កេតចុងក្រោយរដ្ឋាភិបាលលោកអនុទិនកំពុងប្រើប្រាស់យុទ្ធសាស្ត្រមុខពី1មុខមាត់ការទូតឲ្យលេខាធិការ GBC ទៅអង្គុយតចរចានៅច័ន្ទបុរី 2. មុខមាត់យោធាផ្ទៃក្នុងគៀងគោកម្លាំង IAOC តំបន់1ត្រៀមការពារតំបន់ខាងក្រោយនិងពង្រឹងមនោគមវិជ្ជាជាតិនិយម